សួស្តីបងប្អូននេះគឺជាសារមួយរបស់សម្ដេចហ៊ុនម៉ាណែតនៅថ្ងៃទី11ខែមករាឆ្នាំ2026ហើយខ្ញុំនឹងសង្ខេបខ្លីៗជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីងាយស្រួលក្នុងការយល់ក្រៅពីសម្លេងកំភ្លើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានស្ងប់ស្ងាត់ទៅវិញហើយវីរៈកងទ័ពខ្មែរទាំង18រូបបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាពសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតបានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រ3ចំណុចជាបន្ទាន់ដើម្បីស្ដារស្ថានភាពឡើងវិញទី1ចំពោះបងប្អូនដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានកម្លាំងស៊ីមេកកំពុងសម្រុកចូលសម្អាតក្របមិនតាន់ផ្ទុះដើម្បីធានាសុវត្ថិភាពពិសេសបំផុតនោះគឺការសម្រាលបំណុលរដ្ឋាភិបាលសម្រេចលុបចោលបំណុលរហូតដល់80លានរៀលជូនគ្រួសារយុទ្ធជនបលីនិង10លានរៀលសម្រាប់យុទ្ធជនពីការដែលឡែកចំពោះពលរដ្ឋរងគ្រោះនឹងទទួលបានការលើកលែងការផាកពិន័យនិងពន្យាពេលសងប្រាក់ដើមពីធនាគារទី2ចំពោះបងប្អូនដែលមិនទាន់អាចចូលផ្ទះវិញបានរាជរដ្ឋាភិបាលកំពុងពង្រឹងគុណភាពជំរកបណ្ដោះអាសន្នឬរៀបចំទីតាំងថ្មីដែលមានសុវត្ថិភាពជាងមុនក្រសួងពាក់ព័ន្ធកំពុងចុះស្រង់ស្ថិតិដើម្បីផ្ដល់ជំនួយឧបត្ថម្ភជីវភាពប្រចាំថ្ងៃនិងដោះស្រាយបញ្ហាចំពោះមុខធានាថាបងប្អូនមិនត្រូវបានបោះបង់ចោលឡើយក្នុងគ្រាលំបាកនេះទី3ការស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតសាលារៀនមន្ទីរពេទ្យផ្សារផ្លូវថ្នល់បណ្ដាញទឹកនិងភ្លើងនិងត្រីជួសជុលសាងសង់ឡើងវិញជាបន្ទាន់ដោយប្រើប្រាស់ថវិកាជាតិនិងជំនួយពីមិត្តចិនសហរដ្ឋអាមេរិកនិងដៃគូអភិវឌ្ឍន៍នានាដើម្បីឲ្យតំបន់នោះវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់រហ័សនេះគឺជាស្មារតីខ្មែរជួយខ្មែរនិងការរួបរวมជាតិដ៏រឹងមាំបំផុតសូមបងប្អូនជួយជែកនិងសាមគ្គីគ្នាដើម្បីកម្ពុជាយើងទាំងអស់គ្នា